លោកត្រាំប្រាប់សម្ព័ន្ធមិត្តអឺរ៉ុបថាបើចង់បានប្រេងអាចទិញពីអាមេរិកឬទៅដណ្ដើមយកច្រកសមុទ្រ Hormuz ដោយខ្លួនឯងនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈសារលើបណ្ដាញសង្គម Truth Social លោកត្រាំបានរិះគន់ចំទៅលើចក្រភពអង់គ្លេសនិងបារាំងដែលលោកចាត់ទុកថាមិនបានជួយអ្វីទាំងអស់ក្នុងការសង្គ្រាមរយៈពេល1ខែមកនេះលោកត្រាំបានសរសេរដូចនេះថាប្រទេសទាំងអស់ដែលកំពុងខ្វះខាតប្រេងឥន្ធនៈដោយសារតែច្រកសមុទ្រ Hormuz ដូចជាចក្រភពអង់គ្លេសជាដើមខ្ញុំមានសំណើមួយសម្រាប់អ្នកទី1ទិញប្រេងពីអាមេរិកមកយើងមានច្រើនណាស់ហើយទី2ចូលមានភាពក្លាហានបន្តិចទៅចូលទៅច្រកសមុទ្រនោះហើយដណ្ដើមយកវាទៅគួរបញ្ជាក់ថាលោកត្រាំក៏បានព្រមានយ៉ាងចាស់ដៃថាពួកអ្នកនឹងត្រូវចាប់ផ្ដើមរៀនពីរបៀបច្បាំងដោយខ្លួនឯងហើយព្រោះអាមេរិកនឹងមិននៅទីនោះដើម្បីជួយពួកអ្នកទៀតឡើយដោយដែលពួកអ្នកមិនបានជួយយឺនកន្លងមកដែរកិច្ចការដែលលំបាកត្រូវបានបញ្ចប់ហើយដោយអាមេរិកនិងអ៊ីស្រាអែលចូលទៅយកប្រេងរបស់អ្នកដោយខ្លួនឯងទៅបន្ថែមពីនេះលោកត្រាំក៏បានរិះគន់បារាំងយ៉ាងខ្លាំងដែលមិនព្រមអនុញ្ញាតឲ្យយន្តហោះដឹកជញ្ជូនសព្វអាវុធរបស់អាមេរិកហោះហើរឆ្លងកាត់ដែនអាកាសខ្លួនដើម្បីទៅជួយអ៊ីស្រាអែលផងដែរ